ជាមួយនឹងគម្រោងខេត្តនីបូមទឹកកខ្វក់នេះយើងធ្វើនៅក្នុងសង្កាត់លេខ1ចា៎ហើយសង្កាត់លេខ1ទីតាំងដែលយើងកំណត់នេះគឺយើងកំពុងឈរនេះវានៅក្នុងភូមិ1ចា៎អញ្ចឹងយើងមានធ្វើនៅពីរកន្លែងគឺខេត្តនីបូមទី2របស់យើងនៅក្នុងភូមិ1ខេត្តនីបូមទី1របស់យើងនៅក្នុងភូមិ2ចំណុចនេះខ្ញុំចង់ជម្រាបជូនផងដែរថាក្រសួងរៀបចំដែនដីនគររូបជនកម្មនិងសំណង់ក្នុងនាមគណៈកម្មការជាតិគ្រប់គ្រងនិងអភិវឌ្ឍតំបន់ឆ្នេរក៏ដូចជាក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រះសីហនុបានគិតគូររៀបចំប្រព័ន្ធនេះឡើងគឺធ្វើយ៉ាងណាដើម្បីបញ្ជាទឹកកខ្វក់ចេញពីតំបន់ក្បាលឆាយនេះគឺដើម្បីសុវត្ថិភាពក៏ដូចជាដើម្បីសុខភាពសាធារណៈរបស់បងប្អូនប្រជាជនខេត្តព្រះសីហនុរបស់យើងហើយជាមួយគ្នានេះក៏ដើម្បីធ្វើការបញ្ជាការជន់លិចទឹកនៅតំបន់នេះដែលបណ្ដាលឲ្យមានការប៉ះពាល់ដល់លំនៅឋានក៏ដូចជាការរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាជននៅក្នុងមូលដ្ឋានយើងចាហើយមួយវិញទៀតហ្នឹងតែសារយើងដឹងហើយថានៅក្នុងភូមិសាស្ត្រខេត្តរបស់យើងនេះជាតំបន់ភ្នំអញ្ចឹងវាមានពីទីខ្ពស់ទៅទីជម្រាលអញ្ចឹងយើងធ្វើហ្នឹងគឺផ្អែកទៅតាមការសិក្សាពីជម្រាលពីលើចុះមកក្រោមអញ្ចឹងបានជាយើងបូមពីស្ថានីយ៍ទី2តម្លាក់ទៅស្ថានីយ៍ទី1ហើយយើងបូមឲ្យវាហូរបន្តទៅស្ថានីយ៍អាងរបស់យើងទី3ដែលមានទីតាំងនៅក្នុងសង្កាត់នេះដែរចា៎មកដល់បច្ចុប្បន្ននេះយើងអាចថាជាជំហានទី1នៅក្នុងការសិក្សាព្រោះថាបើឲ្យខាងគម្រោងនេះដោះស្រាយពេញលក្ខណៈតែម្ដងសម្រាប់មូលដ្ឋានរបស់យើងនេះប្រហែលជាមិនទាន់គ្រប់លក្ខណៈជ្រុងជ្រោយទេប៉ុន្តែជាជំហានទី1ដែលយើងអាចដោះស្រាយបានដោយផ្អែកទៅលើស្ថានភាពដែលកំពុងតែមានបញ្ហាស្រាប់ហើយក៏ផ្អែកទៅលើបញ្ហាសង្គមក៏ដូចជាបញ្ហាហិរញ្ញវត្ថុមួយចំនួនដែលយើងអាចឆ្លើយតបជាមួយគ្នាដើម្បីដោះស្រាយនៅបញ្ហាចំពោះមុខរបស់យើងដូច្នេះហើយដូចខ្ញុំបានជម្រាបជូនពីខាងដើមអញ្ចឹងក្រសួងរៀបចំដែនដីនគររាជពាណិជ្ជកម្មនិងសំណង់ក្នុងនាមគណៈកម្មការឆ្នេរក៏ដូចជាក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលដែលមានអាដាមសាយសំអាលលោកជាប្រធានតែងតែបានគិតគូរយកចិត្តទុកដាក់ទៅលើបញ្ហាទាំងអស់នេះដើម្បីធ្វើយ៉ាងម៉េចផ្ដល់នៅសុខសុវត្ថិភាពក៏ដូចជាសុខុមាលភាពនៅក្នុងការរស់នៅជូនដល់បងប្អូនប្រជាពលរដ្ឋរបស់យើងក៏ដូចជានៅក្នុងការអភិវឌ្ឍនិងការកសាងនៅមូលដ្ឋានរបស់យើងឲ្យមានភាពរីកចម្រើនឲ្យកាន់តែមានភាពសម្បូរបែបធ្វើយ៉ាងណាឲ្យឆ្លើយតបទៅនឹងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងការធ្វើម៉េចឲ្យខេត្តព្រះសីហនុក៏ដូចជាខេត្តនៅតំបន់ឆ្នេរនេះឲ្យក្លាយទៅជាខេត្តរបៀងសេដ្ឋកិច្ចពិសេសដែលអាចទ្រទ្រង់ដល់សេដ្ឋកិច្ចជាតិរបស់យើងចា៎ហើយទន្ទឹមនឹងនេះនាងខ្ញុំក៏គោរពថ្លែងអំណរគុណដល់អាដាមនិងក្រុមការងារទាំងអស់ដែលមានវត្តមាននៅទីនេះក៏ដូចជាក្រុមការងារដែលតែងតែចូលរួមជួយគ្នាដើម្បីសម្រេចនៅគម្រោងនេះឡើងហើយជាពិសេសហ្នឹងគឺអាជ្ញាធរខេត្តចាដែលមានអាដាមអភិបាលខេត្តលោកបានជួយសស័ក្តិស្រាំណាស់ហើយលោកក៏បានចាត់នៅអាដាមអភិបាលខេត្តរងអ៊ីសុកលេងឲ្យមកធ្វើការជាមួយយើងជាប់ជាប្រចាំទៅលើគម្រោងនេះចាហើយជាចុងក្រោយខ្ញុំក៏សូមសនំពរទៅដល់គ្រប់ភាគីពាក់ព័ន្ធទាំងអស់សូមឲ្យចូលរួមអនុវត្តគម្រោងនេះឲ្យបានម៉ត់ចត់ត្រឹមត្រូវដើម្បីសម្រេចទាំងអស់គ្នាជាពិសេសក្រុមហ៊ុនអានកូដែលទទួលបានសិទ្ធិក្នុងការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតនៅក្នុងខេត្តរបស់យើងហើយជាពិសេសគឺប្រជាពលរដ្ឋដែលលោកជាអ្នកទទួលបានផលពិតប្រាកដចាទាំងពីសុខសុវត្ថិភាពក៏ដូចជាសុខុមាលភាពរបស់ពួកគាត់ហើយនឹងជាពិសេសហ្នឹងគឺដើម្បីបញ្ជៀសនៅបញ្ហាផ្សេងៗដែលបាននឹងកំពុងកើតឡើងដែលយើងកំពុងតែធ្វើការនេះដើម្បីធ្វើយ៉ាងណាចូលរួមទាំងអស់គ្នាសម្រាប់ឲ្យបាននៅគោលនយោបាយដែលរាជរដ្ឋាភិបាលបានដាក់ចេញហើយក៏ដូចជាចូលរួមទាំងអស់គ្នាសម្រាប់ឲ្យបាននៅចក្ខុវិស័យឆ្នាំ2050ក៏ដូចជាគោលនយោបាយនៅក្នុងការប្រែក្លាយខេត្តព្រះសីហនុនេះជាខេត្តគំរូពហុបំណងជាពិសេសហ្នឹងគឺខេត្តតំបន់ឆ្នេរនេះទៅជាច្រករបៀងសេដ្ឋកិច្ចតំបន់ឆ្នេរដើម្បីការអភិវឌ្ឍនិងការរីកចម្រើនរបស់ខេត្តរបស់យើងផងក៏ដូចជាតំបន់របស់យើងផងក៏ដូចជាប្រទេសជាតិទាំងមូលរបស់យើងផងចា៎